ម៉ែអត់ទៅណាផងទេតែមុននេះមានគេមកអូកាឡាម៉ែហើយថាម៉ែស្អាតគេចំណាស់ម៉ែណាបើសិនគេចូលចែកចៅម៉ែកូនឯងគិតម៉េចបើគេចូលចែកចៅម៉ែបានល្អជាមួយម៉ែនោះខ្ញុំព្រមតែសំពេលមើលចិត្តជាមួយគាត់មួយរយៈសិនទៅចាំគិតគូរតាមក្រោយទៀតណាម៉ែដឹងហើយម៉ែចំណាស់នេះហើយមិនទៅភ្លើឲ្យគេបោកទេចាខ្ញុំចង់ឃើញតែម៉ែមានក្តីសុខទេព្រោះខ្ញុំក៏បានសុខដែរម៉ែដាំបាយធ្វើម្ហូបឆ្អិនហើយទៅហូបចោះណាកូនរឿងលេងត្រូវមាត់ម៉ែក្មេកហើយនៅក្នុងចំការដែលកំពុងតែក្តៅចេះខណៈដែលអ្នកជាម្ដាយអង្គុយនៅក្នុងខ្ទមដោយរអ៊ូឡើងសឹងតែមិនដាច់ពីមាត់ក្តៅណាស់ក្តៅអីក៏មិនចេះចោះសោះហើយវាក្តៅមាំណាស់បែកញើសសឹងតែហូរដល់កែងជើងទៅហើយវាមិនឃើញភ្លៀងសោះមេឃនេះធ្វើឲ្យឯងនេះក្តៅសឹងអីទៅហើយហើយប្តីមីអូនឯងញ៉ាំងកាលមកថ្មើនេះហើយមិនតន់អើតមករោប្រពន្ធទៀតមិនដឹងទេអីថាវាថ្ងៃត្រង់ហើយនោះវានៅដេកឬក៏ទៅធ្វើការគាត់រវល់ធ្វើការណាម៉ែគាត់មិនបាននៅផ្ទះដេកទេកាន់ជើងរាល់លើកមិនដែរអត់សោះវាកាន់ជើងប្តីវាណាស់ម៉ែបើគាត់មិនតណែមែនណាតើឲ្យខ្ញុំធ្វើម៉េចទៅប្រាប់ម៉ែតាមត្រង់ហើយបើអញ្ចឹងក៏អញ្ចឹងចោះប៉ះពាល់បន្តិចមិនបានទេទាំងដែលឯងជាម៉ែវាសោះហើយរំពេចនោះប្តីដារិនក៏បានជិះម៉ូតូមកដល់ព្រមទាំងមាននំចំណីមកភ្ជាប់ជាមួយទៀតផងបងមកហើយម៉ែខ្ញុំយកនំមកផ្ញើម៉ែនិងប្រពន្ធខ្ញុំដែរខ្ញុំសម្រាកពីការងារនៅថ្ងៃត្រង់នេះខ្ញុំនឹងមកជួយម៉ែនិងប្រពន្ធនៅក្នុងចម្ការនេះមិនបាច់មកជួយទេត្រឹមតែការងារបេះស្វាយសោះយើងនឹងប្រពន្ធឯងចេះធ្វើហើយគ្មានឃើញអីពិបាកផងនឹងមិនមែនស្ថិតនៅលើរឿងពិបាកឬក៏អត់ទេម៉ែតែខ្ញុំទំនេរខ្ញុំចង់មកជួយម៉ែកុំគិតអញ្ចឹងអីម៉ែទោះយ៉ាងណាក៏ខ្ញុំជាកូនប្រសារម៉ែដែរបើខ្ញុំមិនជួយម៉ែនិងប្រពន្ធខ្ញុំទេតើរំពឹងឲ្យអ្នកណាមកជួយម៉ែទៅយើងចេះជួលគេឲ្យមកជួយបេះហើយតែដោយសារឥឡូវនេះវាមិនទាន់សម្បូរស្វាយវាទៅតែតូចយើងចេះធ្វើដោយខ្លួនឯងហើយម៉ែបើប្តីខ្ញុំគាត់មកជួយហើយវាក៏មិនមានអីអាក្រក់ដែរដើមខ្លះផ្លែជ្រែកដើមហើយពេលបេះបានហើយណាប្តីខ្ញុំគាត់ដឹកយកទៅផ្ទះវិញមិនហត់ខ្ញុំនឹងម៉ែទៀតផងមានចិត្តណាស់តែថ្ងៃត្រង់ហើយទៅនឹកឃើញមកជួយមិនដឹងទឹកចិត្តម៉ាក់ស្អីទេក៏វេទនាយ៉ាងហ្នឹងនេះម៉ែខ្ញុំរវល់ធ្វើការរាល់ថ្ងៃខ្ញុំមានការងារធ្វើតើមិនមែននៅផ្ទះផងហ្នឹងខ្ញុំឆ្លៀតជួយពេលទំនេរពីការងារម៉ែទៅសម្រាកនៅក្នុងខ្ទមនោះទៅខ្ញុំជាអ្នកធ្វើការជំនួសម៉ែវិញអូនឯងទៅអង្គុយទៅហូបនំដែលបងយកមកនេះដើម្បីបើកម្លាំងនឹងឆាប់បានយកកូននឹងគេអត់កណើតការយូរហើយមិនតាន់មានកូនទៀតម៉ែខ្ញុំមិននឹងដឹងពីរឿងនេះខ្ញុំនឹងប្តីមិនអាចជប់កូនបានទេបើជប់បានហៅមកណាខ្ញុំហៅឲ្យមកនៅក្នុងពោះយូរហើយម៉ែសម្ដៅលើប្តីឯងដែលអសមត្ថភាពមិនអាចយកចៅឲ្យម៉ែបានហើយកាល2ឆ្នាំហើយណាតែណាហើយចោះខ្ជិលមាត់ច្រើនណាស់ខ្ញុំមិនធ្វើឲ្យម៉ែខកបំណងទេម៉ែទុកចិត្តចុះតែម៉ែសម្រាប់ស្ដីបន្ទោសខ្ញុំខ្លះទៅកុំឲ្យម៉ែស្អកកខ្លាចម៉ែទៅផ្សំថ្នាំពិសាដូចថ្ងៃមុនទៀតនឹងពិបាកហើយព្រោះបើម៉ែឈឺកអត់មាននរណាស្ដីបន្ទោសឲ្យខ្ញុំទេនិយាយហើយគេក៏បានដើរចេញទៅដោយកាន់ល្អីទៅជាមួយប្តីមីអូនឯងណាវាហ៊ានណាស់ណែឯងលឺដែរទេហ្នឹងចាខ្ញុំលឺហើយម៉ែពិសានំទៅពេលម៉ែពិសាឆ្អែតណាម៉ែនឹងលេងមួម៉ៅទៀតហើយយើងជាម៉ែណានិយាយស្អីបន្តិចតួចខុសដែរមែនហ្នឹងអត់ខុសទេម៉ែណែម៉ែពិសានំចាស់ខ្ញុំទៅជួយប្តីខ្ញុំហើយវាឃើញគ្នាភ្លាមរត់ចោលម៉ែផ្លេតហើយខណៈដែលវ៉ាន់កំពុងបេះស្វាយទូរស័ព្ទគេក៏បានរឡើងអាឡូជំរាបសួរបានខ្ញុំនៅក្នុងចំការប្រពន្ធខ្ញុំប៉ាមានការអីមែនប៉ាកូនឯងទំនេរឬក៏អត់នាំប្រពន្ធនិងម្ដាយក្មេកមកលេងផ្ទះយើងនៅក្រុងម្ដងមកកូនម៉ែនឹកកូនឯងណាស់ការរួចទៅនៅជាមួយប្រពន្ធនៅស្រុកកំណើតខាងប្រពន្ធបាត់មិនចេះនឹកនាឪពុកម្ដាយបង្កើតបន្តិចសោះអីកូនខ្ញុំរវល់ធ្វើការនៅនេះដែរប៉ាបើមានពេលទំនេរចាំខ្ញុំនាំប្រពន្ធទៅលេងផ្ទះយើងមកលេងមកណាកូនម៉ែឪនឹកជាពិសេសម្ដាយកូនឯងនឹកកូនឯងខ្លាំងណាស់បានខ្ញុំនឹងនាំទៅប៉ុណ្ណឹងបានហើយប៉ាជម្រាបលានិយាយទូរស័ព្ទចប់ប្រពន្ធរបស់គេក៏បានមកដល់ល្មមអ្នកណាតែមកបាញ់មិញប៉ាបងគាត់ចង់ឲ្យពួកយើងទៅលេងគាត់ម្ដងគាត់នឹកប្តីប្រពន្ធយើងណា
បងឯងរកពេលទៅបើតើពីការងារថ្ងៃណាយើងទៅលេងគាត់តែម្ដងទៅ បានបងនឹងរកពេលតែម៉ែគាត់អាចនឹងបានទៅជាមួយយើងទេ ខ្ញុំនឹងសួរគាត់ពីរឿងនេះ ហើយពួកយើងនឹងទៅទាំងអស់គ្នា ចាបន្ទាប់ពីបេះស្វាយហើយទាំងកូននិងម្ដាយក៏បានត្រឡប់ទៅផ្ទះវិញដារីនរៀបចំបាយទឹករីឯប្តីកំពុងតែងូតទឹកចំណែកម្ដាយក្មេកកំពុងតែជជែកជាមួយអ្នកជិតខាងខ្ញុំអស់អីនិយាយហើយកូនប្រសាខ្ញុំការងារងាប់ខ្លួនតែមិនដែលឃើញយកប្រាក់ខែមកឲ្យខ្ញុំទេប្រាក់ខែគេឲ្យប្រពន្ធគេហើយឲ្យអីម៉ែក្មេកនោះជាម្ដាយក្មេកបើស្រឡាញ់កូនយើងត្រូវយកចិត្តយើងដែលជាម្ដាយក្មេកនេះដូចគ្នាហើយគ្មានចេះនឹកឃើញស្អីសោះបើអ្នកឯងចង់បានលុយរាប់រាល់ខែយកប្តីមួយដែរទៅពេលប្តីបើកប្រាក់ខែមកអ្នកបានលុយរាប់ហើយទៅរំពឹងអីកូនប្រសាធ្វើអីនោះគេមានប្រពន្ធគេដែលត្រូវមើលថែគេខ្វល់ពីសុខទុក្ខប្រពន្ធគេខ្លាំងជាងយើងហើយឈប់និយាយហើយដូចគ្មានបានស្អីដូចចិត្តមកវិញសោះហឺនិយាយចប់ហើយគាត់ក៏បានចូលទៅក្នុងផ្ទះវិញអើយយ៉ាប់ណាស់អ្នកចិត្តខាងខ្ញុំនាពេលព្រឹកដាវ៉ាន់ដឹកប្រពន្ធទៅផ្សារដើម្បីយកស្វាយទៅលក់បងទៅធ្វើការចាស់ប្រយ័ត្នហួសម៉ោង បងទៅសិនហើយអញ្ចឹងជូនពរឲ្យលក់ដាច់អស់ណា ចាអ្នកជាប្តីក៏បានចាក់ចេញទៅអ្នកក្បែរតូបក៏បានបន្លឺឡើងក្តែងប្តីប្រពន្ធគេនៅតែល្អោកល្អឿនជាមួយគ្នាកោតតាកូនឯងទៅបង្ការសោះវាឆ្លោះគ្នាព្រឹកល្ងាចមិនដូចប្តីប្រពន្ធក្មួយសោះ ដោយសារតែប្តីប្រពន្ធខ្ញុំចេះអធិស្ឋានគ្នាច្រើនតើអញ្ចឹងកម្រនឹងឆ្លោះគ្នាណាប្តីខ្ញុំក៏មានចរិតចាស់ទុំជាងខ្ញុំ កូនពូនិងកូនប្រសាចរិតដូចគ្នាគ្មានអាណាចាវទេវាចង់ឈ្នះរៀងខ្លួនចាំមើលថ្ងៃណាមួយពូនឹងនាំកូនមកមើលក្មួយឯងជាគំរូហើយមិនចេះឆ្លោះទាស់ទែងសម្ដីធំដាក់គ្នាសោះ បើមិនចេះអត់អើនទេគឺមិនអាចរស់នៅជាមួយគ្នាបានឡើយណាពូ ពូដឹងតែកូនពូវាខ្លាំងដៃផុសវាចេះអត់អោនស្អីវាថាបើចាញ់ទៅខ្លាចបាក់មុខដូច្នេះហើយវាបន្តយកឈ្នះរៀងខ្លួនតែលទ្ធផលយើងដឹងទាំងអស់គ្នាថាវាយ៉ាងម៉េចមិនយូរមិនឆាប់គង់អីប្រះព្រាត់គ្នា ពូស្រួលផងតើជីកូនពូនតា ពូមានឲ្យឆ្កឹះឆ្កៀលថែម ចាប់ហ្មងពូខ្ញុំរៀបអីវ៉ាន់លក់ហើយនាពេលថ្ងៃត្រង់ដារីនមកដល់ផ្ទះដោយម្ដាយកំពុងតែអង្គុយលាបក្រែមក្រហមទុំម៉ែលាបក្រែមក្រហមអញ្ចឹងគិតចង់ទៅណាមានកម្មវិធីមែនទេម៉ែម៉ែអត់ទៅណាផងទេតែមុននេះមានគេមកអូកាឡាម៉ែហើយថាម៉ែស្អាតគេចំណាស់ម៉ែណាបើសិនគេចូលចែកចៅម៉ែកូនឯងគិតម៉េច បើគេចូលចែកចែងម៉ែបានល្អជាមួយម៉ែនោះខ្ញុំព្រមតែសំពេលមើលចិត្តជាមួយគាត់មួយរយៈសិនទៅចាំគិតគូរតាមក្រោយទៀតណាម៉ែម៉ែដឹងហើយម៉ែចំណាស់នេះហើយមិនទៅភ្លើឲ្យគេបោកទេចាខ្ញុំចង់ឃើញតែម៉ែមានក្តីសុខទេព្រោះខ្ញុំក៏បានសុខដែរម៉ែដាំបាយធ្វើម្ហូបឆ្អិនហើយទៅហូបចោះណាកូនចាម៉ែនាពេលជប់ឡើងប្តីប្រពន្ធអ្នកទាំងពីរបានសួរនាំម្ដាយពីរឿងទៅលេងនៅទីក្រុង ម៉ែទៅជាមួយពួកខ្ញុំឬក៏អត់ពុកម៉ែខ្ញុំគាត់ចង់ឲ្យទៅទាំងអស់គ្នាទៅស្អីបានអ្នកណាចាំផ្ទះទៅតែពីរអ្នកប្តីប្រពន្ធឯងទៅម៉ែនៅចាំផ្ទះម៉ែប្រកាសហើយថាអញនៅផ្ទះតែម្នាក់ឯងបានក្រែងលុយយប់ប្រលប់កើតរឿងអីទៅគ្មាននរណាជួយណាម៉ែឯងស្ដាប់សម្ដីប្តីឯងទៅវាដាក់ធានាម្ដាយក្មេកដល់ហើយហុយអត់ទេម៉ែខ្ញុំបារម្ភប្រពន្ធខ្ញុំក៏បារម្ភដែរខ្ញុំមិនគិតអីអាក្រក់ដូច្នេះទេវានាំតែមានបាបម៉ែប្រកាសមែនតែនហើយមែនខ្ញុំបារម្ភពីសុខទុក្ខម៉ែណាទៅចោះម៉ែមិនកើតស្អីទេអត់មែនត្រុតត្រោមអីផងនឹងណែនាំគ្នាទៅលេងផ្ទះខាងនោះឲ្យសុខសប្បាយទៅបានម៉ែខ្ញុំនឹងឲ្យមិត្តភក្តិខ្ញុំមកអើតម៉ែកូនប្រសាម្នាក់នេះរឿងច្រើនណាស់ហើយប្តីខ្ញុំបារម្ភម៉ែចាស់ហើយតើកូនចូលចិត្តទុកដាក់លើម៉ែទៅដេកទៅពួនទៅស្អែកចេញដំណើរផងណែទៅដេកទៅពួនទៅស្អែកចេញដំណើរពីព្រឹកផងកុំឲ្យយឺតចាបងតើយើងទៅដេកតោះយើងប្តីប្រពន្ធអ្នកទាំងពីរក៏បានចេញទៅតែម្ដង តែប៉ុណ្ណេះដឹងគ្នាហើយកូនមកនៅផ្ទះផងនាពេលព្រឹកបន្ទាប់កូនស្រីនិងកូនប្រសាក៏បានចាកចេញទៅដោយមានរថយន្តមកទទួលដល់មុខផ្ទះតែម្ដង
សុខសប្បាយតាមផ្លូវណាក្មេងៗរំពេចនោះរថយន្តទំនើបបើកមកឈប់នៅមុខផ្ទះរបស់មីងស្បែងតែម្ដង ជំរាបសួរអ្នកកូនយើងទៅណាអស់ហើយក ូនពេញមាត់ទៀត កូនទៅទីក្រុងទៅលេងផ្ទះខាងប្តីគេណែលោកបងមករកខ្ញុំមានការអីទៅកាត់ប្រឹងអញ្ចឹងហ៎លោកបង អ្នកមិនដឹងទេអីខ្ញុំមានគោលបំណងដែលពិសេសសម្រាប់អ្នកតែម្នាក់គត់ ហើយមានតែមួយលើលោកនេះ គោលបំណងនោះជាអ្វីដែរទៅលោកបងខ្ញុំអាចដឹងបានអត់ វាជារឿងសំខាន់មែនតើទាល់តែបានដាក់មកពេញសិនទៅនិយាយចេញ អញ្ចឹងទៅអង្គុយលេងក្នុងផ្ទះខ្ញុំសិនទៅមានអីស្រួលយោគយល់គ្នាផង បាន និយាយហើយអ្នកទាំងពីរក៏បានចូលទៅក្នុងផ្ទះលោកបងនិយាយមកខ្ញុំរងចាំស្ដាប់ ចំការស្វាយអ្នកលក់ឬក៏អត់ខ្ញុំចង់ទិញព្រោះខ្ញុំចង់បានទុកធ្វើអាជីវកម្មដីក៏ល្អដំណាំដាំដុះចេញផ្លែមកល្អណាស់អ្នកលក់ទៅតើប្រមាណដែរ ចង់ទិញចកាខ្ញុំម៉េះហើយស្លាប់ហើយមកសួរនាំកាត់ប្រឹកអញ្ចឹងធ្វើឲ្យខូចខាតអារម្មណ៍អស់លីងហើយខ្ញុំមិនលក់ទេទុកចែកកូនចៅពេលខ្ញុំចូលរណ្ដៅណាខ្ញុំអត់មានអីចែកឲ្យកូនទេសល់តែចកាមួយនឹងលក់ទៀតបានស្អីទៅ អ្នកតែខ្ញុំពិតជាចង់បានដីចំការនឹងមែនណាវាផ្ដល់ផលដំណាំល្អណាស់អ្នកលក់ក្នុងតម្លៃប្រមាណក៏ខ្ញុំទិញយកដែរឲ្យតែអ្នកហាមាត់ឡើងមក បើប្រាប់ថាមិនលក់ហើយនៅសួរនាំច្រើនដល់ណាទៀតលបងកុំទៀមទាអីខ្ញុំមិនចង់បានលុយទេតែខ្ញុំចង់បន្សល់ដុំកពួនសម្រាប់កូនចៅវាជាគេដំណើរជាមួយប្តីខ្ញុំបើលក់ទៅប្រៀបបីដូចជាក្បត់នឹងប្តីខ្ញុំអញ្ចឹង ហើយចុះបើខ្ញុំប្រាប់ថាខ្ញុំចង់ភ្ជាប់ទំនាក់ទំនងជាមួយអ្នកតើអ្នកយល់យ៉ាងណាអាចបានឬក៏អត់មិនក្បត់ចិត្តប្តីរបស់អ្នកទេអី ខ្ញុំដឹងពីគំនិតរបស់អ្នកហើយថាចង់បានអ្វីពីខ្ញុំនោះខ្ញុំចង់នៅបែបនេះវិញប្រសើរជាងមានគូនៅជាមួយកូនចៅរបស់ខ្ញុំណែគាត់ថាខ្ញុំមិនដឹងមែនហ្នឹងពេលបានខ្ញុំហើយចង់លបួងខ្ញុំឲ្យផ្ដិតមេដៃបកុលចកាឲ្យតែអ្នកនោះកុំសង្ឃឹមឲ្យសោះខ្ញុំមិនព្រមជាដាច់ខាតអ្នកអាចទៅវិញបានហើយ ចាស់ទេប៉ុន្តែខ្មើតជាងគេកមុំទៅទៀត ខ្ញុំចាស់មែនតែការគិតរបស់ខ្ញុំវានៅតែមានណែកុំចេះតែហ៊ានណាតិចអត់មិនបានចាប់បោះពីក្នុងផ្ទះនេះទៅទៅហើយមិននៅទៀតទេ និយាយចប់ហើយគាត់ក៏បានចាកចេញទៅគិតថាគេមិនដឹងហើយនងខ្ញុំចាស់មែនតែខ្ញុំចាស់នៅស្អាតផ្លឹងនៅទីក្រុងផ្ទះខាងឪពុកម្ដាយរបស់ដាវ៉ាន់ បានមកទៅពីអ្នកទេរួចចុយណាម្ដាយក្មេងគាត់នៅម្នាក់ឯងកើតដែរមែនទេកូន ម៉ែខ្ញុំក៏ប្រកែកមិនមកទេព្រោះអត់អ្នកចាំផ្ទះណាពុកមិនអីទេកូនបានមកលេងចឹងម៉ែសប្បាយចិត្តណាស់នឹកកូនទាំងពីរសឹងអីទៅហើយណែចោះរឿងចៅវិញនោះពេលណាគិតគូ2ឆ្នាំហើយណាកូនមិនទាន់មានទៀតណែខាងណាអសមត្ថភាពឬមួយក៏កូនប្រុសមែនទេ ម៉ាក់កុំនិយាយអញ្ចឹងខ្ញុំខ្មាស់ប្រពន្ធខ្ញុំណាកូនឯងនេះចំមែនមិនក៏មិនទេសួរឪម៉ែនឹងបានម៉ែឪរកពេទ្យជំនាញឲ្យពិភាក្សាជាមួយពេទ្យទៅវាមិនមែនជារឿងដែលខ្មាស់អៀនអីទេវាធម្មតាតើរឿងហ្នឹងហ៎ ស្ដាប់តាមម៉ែឪទៅណាកូនមិនខុសទេយើងចាស់ហើយដល់ពេលមើលចៅម្ដងហើយ បានខ្ញុំនឹងគិតគូរបានល្អកូនទៅសម្រាប់នៅក្នុងបន្ទប់បានហើយបានអូនយើងទៅបន្ទប់ ប្តីប្រពន្ធអ្នកទាំងពីរក៏បានចូលទៅក្នុងបន្ទប់តែម្ដងកូនយើងវាអញ្ចឹងមែនហើយខ្ញុំអត់នឹកស្មានទេ កុំទៅបន្ទោសកូនជួនកាលប្តីប្រពន្ធគ្នារវល់ធ្វើការរកស៊ីហើយប្រហែលជានៅដល់យប់មិនងាយនឹងដេកអារឿងនៅដល់យប់ជ្រៅជាប្រចាំនេះវាក៏ពិបាកធ្វើឲ្យមានកូនដែរម៉ែវាឯងមិនដឹងទេអី ខ្ញុំមិនសូវជាដឹងប្រមាណទេ អញ្ចឹងដឹងឲ្យហើយទៅ ជាច្រើនថ្ងៃបានកន្លងផុតទៅប្តីប្រពន្ធរបស់អ្នកទាំងពីរមកលេងនៅផ្ទះទីក្រុងហើយថ្ងៃនេះក៏ដល់ពេលដែលត្រូវត្រឡប់ទៅស្រុកកំណើតវិញដូចគ្នា ខ្ញុំលាឲ្យប៉ាម៉ាក់ខ្ញុំនឹងមកលេងម្ដងទៀតហើយវិចចៅយកមកផ្ញើឲ្យវាដូចមាត់ផងទៅ សុខសប្បាយតាមផ្លូវណាកូនមិនទេខ្ញុំមានរបបបង្ហាញប៉ាម៉ាក់និងបងដាវ៉ាន់ដូចគ្នាដារីនយកប្រដាប់តេះទឹកនោមមកបង្ហាញអ្នកគ្រប់គ្នា
អូយមីអូនមានចៅឲ្យម៉ាក់ហើយមែនទេកូន ទីបំផុតយើងមានចៅហើយកូនប្រុសឯងខ្លាយជាឪពុកគេហើយណាអូនពិតឬក៏អត់ ប៉ុន្តែបងជើងមានកូនហើយ អរគុណប្រពន្ធយើងមានកូនតូចនឹងគេហើយប៉ាម៉ាក់ខ្ញុំមិនមែនអត់កំណើតទេកុំថាខ្ញុំអសមត្ថភាពទៀតណាដឹងហើយធ្វើដំណើរប្រយ័ត្នប្រយែងផងឡានគេមកទទួលហើយបានជម្រាបលា រថយន្តក៏បាននាំយកអ្នកទាំងពីរចាក់ចេញពីទីក្រុងហើយមកដល់ស្រុកកំណើតដារិនវិញខណៈដែលនាងក៏បានចូលទៅក្នុងផ្ទះនិងបានប្រាប់ដំណឹងនេះទៅកាន់ម្ដាយរបស់ខ្លួនដូចគ្នាហើយប៉ាត់មែនក៏អីកូនឯងមានចៅឲ្យម៉ែហើយមែនហ្នឹងហើយម៉ែរំភើបណាស់ណែកូនប្រសាឯងលេងអត់កណៅទៀតហើយណែសុំទោសម៉ែសុំទោសណាម៉ែជ្រុលមាត់ដាក់កូន មិនអីទេម៉ែខ្ញុំមានតែសប្បាយចិត្តដែលម៉ែឈឺឆ្អាលបារម្ភពីសុខទុក្ខប្តីប្រពន្ធខ្ញុំ ម៉ែមិនអាក្រក់ទេតែម៉ែចេះតែមួម៉ៅព្រោះម៉ែចង់បានចៅតែកូនអត់តន់មានចៅឲ្យម៉ែ2ឆ្នាំហើយណែវាមិនតិចទេណាតែពេលនេះ2អ្នកកូនណាបានសម្រេចហើយ ឈប់បន្តប្តីខ្ញុំទៀតណាម៉ែក៏ល្អគ្រប់យ៉ាងតែម៉ែចេះតែស្ដីបន្ទោសពេកខ្ញុំក៏អន់ចិត្តជំនួសប្តីដែរហើយម៉ែដឹងហើយណែសុំទោសកូនប្រសាម៉ែនឹងព្យាយាមល្អជាមួយកូនវិញ បានម៉ែខ្ញុំមិនខឹងម៉ែទេព្រោះម៉ែបានផ្ដល់កំណើតឲ្យប្រពន្ធខ្ញុំក៏វែងវាចោលរហូតហ្នឹងពេលម៉ែស្ដីឲ្យខ្ញុំ បានគិតអញ្ចឹងវិធូចិត្តម៉ែវិញហើយណែមកហូបបាយវិញទៅកូន ធូរទ្រង់ណាស់លេងត្រូវមាត់ម៉ែក្មេកដូចមុនទៀតហើយ បន្ទាប់ពីទទួលបានចៅមកម្ដាយក្មេកក៏លេងមាត់ធំដាក់កូនប្រសាទៀតហើយដាច់ថ្នមសម្ដីថ្នមចិត្តជំនួសវិញ